បន្ទាប់ពីកិច្ចព្រមព្រៀងបទជបាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃបានចូលជាធរមានគិតមកដល់ថ្ងៃទី2ខែតុលាឆ្នាំ2025នេះមានរយៈពេលជាង2ខែកន្លងមកហើយស្ថានភាពតាមបណ្ដោយព្រំដែននៅតែមានភាពផុយស្រួយគណៈពេលដែលប្រទេសថៃតែរំលោភបំពានប្រទេសកម្ពុជាតាមរយៈការរៀបនៅបន្លាលួសតាមរយៈការគម្រាមផ្សេងតាមរយៈការបាញ់បោះដើម្បីបង្កឲ្យប្រទេសកម្ពុជាឆ្លើយតបដោយប្រដាប់អាវុធក៏ប៉ុន្តែការនេះបានធ្វើឲ្យប្រជាជនកម្ពុជាយើងអ្នកខ្លះក៏មានការគ្រប់គ្រងនៅចំណាត់ការរបស់រដ្ឋាភិបាលនៅក្នុងការស្ងៀមស្ងាត់ហើយមានប្រជាជនខ្លះក៏បានបង្ខំឲ្យរដ្ឋាភិបាលធ្វើការឆ្លើយតបតាមរយៈអ្វីដែលប្រទេសថៃបាននឹងកំពុងមើលងាយដល់ប្រទេសកម្ពុជាតាមរយៈការសម្លុតតាមរយៈការដាក់បន្លាលួសតាមរយៈសកម្មភាពផ្សេងដែលបង្កទៅជាអរិយភាពបញ្ហានេះគឺធ្វើឲ្យប្រទេសកម្ពុជារបស់យើងកំពុងតែមានភាពច្បុកច្បល់ខ្លះដែរដោយសារតែមតិខ្វែងគ្នានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងគឺមានភាពមិនសំណុកសុខស្រួលទេដោយគាត់មានទស្សនៈផ្សេងគ្នានៅក្នុងចំនួនរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃនេះប៉ុន្តែប្រជាពលរដ្ឋត្រូវយល់ថាសង្គ្រាមគឺមិនទាន់ចប់ទេគ្រាន់តែមានបទច្បាញ់ដែលវាភ័យស្រួយតែប៉ុណ្ណោះហើយប្រសិនបើសង្គ្រាមវាមិនទាន់ចប់មានន័យថាយើងគួរតែទុកឱកាសនេះឲ្យរដ្ឋាភិបាលជាអ្នកធ្វើការនៅជួរមុខហើយយើងជាប្រជាជនធម្មតាហ្នឹងគឺយើងជាអ្នកដែលធ្វើការនៅជួរក្រោយមានន័យថាយើងត្រូវទុកចិត្តលើរដ្ឋាភិបាលហើយយើងត្រូវដឹងថាគេដឹងរឿងច្រើនជាងយើងតែរដ្ឋាភិបាលក៏មិនអាចបញ្យល់យើងនឹងបានគ្រប់សពរឿងដែរលោកអ្នកត្រូវចាំថាសាមគ្គីនេះគឺជាកូនសោហើយបើយើងនិយាយទៅគឺគ្មានពេលណាដែលយើងឈឺចាប់ជើងពេលនេះទេមានន័យថាយើងធ្វើសង្គ្រាមប្រឆាំងជាមួយនឹងអាសាសរតីខុសពីការពី30ឆ្នាំមុនគឺយើងធ្វើការឆ្លោះគ្នាតែខ្មែរគ្នាឯងទេយើងធ្វើសង្គ្រាមផ្ទៃក្នុងដែលធ្វើឲ្យយើងបែកបាក់ផ្ទៃក្នុងក៏ប៉ុន្តែពេលនេះគឺយើងធ្វើសង្គ្រាមជាមួយនឹងសាសរតីដូច្នេះវាជារឿងខុសគ្នាវាជាពេលវេលាមួយដែលយើងឈឺចាប់យើងត្រូវតែរក្សាជំហរនៅក្នុងសម្លេងតែមួយគឺជារឿងដែលសំខាន់រឿងខ្លះបើសិនជាអាចលោកអ្នកមិនចាំបាច់ជជែកវែកញែកគ្នាដែលវាមិនអាចនាំមកនូវផលចំណេញទេហើយយើងរិះរកវិធីណាមួយដែលយើងអាចធ្វើបានដើម្បីធ្វើការជួយដោះស្រាយរដ្ឋាភិបាលតាមទស្សនៈរបស់ខ្ញុំនៅតែយល់ថាវាជារឿងពេលដែលយើងទាំងអស់គ្នាគឺរួមគ្នាជាកម្លាំងមួយដើម្បីបង្កើតជាសម្លេងដ៏ធំមួយទៅកាន់ពិភពលោកអ្នកអាចធ្វើអ្វីបានលោកអ្នកធ្វើទៅតាមសមត្ថភាពលទ្ធភាពរបស់លោកអ្នកផលិតមាតិកាអ្នកអាចជួយអ្វីបានខ្លះលោកអ្នកជួយតាមហ្នឹងទៅលោកអ្នកចេះភាសាលោកអ្នកអាចប្រើប្រាស់សម្លេងភាសារបស់អ្នកទៅកាន់ពិភពលោកដូច្នេះហើយវាជាពេលវេលាមួយដែលគេមិនអាចបំបែកយើងបានទេលោកអ្នកត្រូវចាំថាសៀមនេះកំពុងតែព្យាយាមក្នុងការបំបែកសម្លេងរបស់ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្នថៃគេប្រើប្រាស់នៅគេហៅថា disinformation គឺសំដៅទៅលើជនជាតិខ្មែរយើងតែបន្តតែម្ដងដល់ពេលនេះយើងឃើញថាថៃហាក់ដូចជាមានព្រៀបជាងដោយសារតែថៃកំពុងបង្កឲ្យយើងមានភាពឆ្លោះគ្នានៅក្នុងស្រុកហើយថែមទាំងមានបកប្រឆាំងដុតរដ្ឋាភិបាលទៀតធ្វើឲ្យយើងកាន់តែមានភាពច្របូកច្របល់ហើយឥឡូវនេះយើងឃើញថាប្រជាពលរដ្ឋមួយចំនួនគឺលែងទុកចិត្តជាមួយនឹងរដ្ឋាភិបាលតែម្ដងដោយសារតែរដ្ឋាភិបាលបានប្រើប្រាស់ផ្លូវច្បាប់ជាងប្រើប្រាស់កម្លាំងយោធាឆ្លើយតបជាមួយនឹងប្រទេសថៃដើម្បីឲ្យលោកអ្នកបានយល់ជ្រាបកាន់តែច្បាស់ទាក់ទងជាមួយនឹងតើវាមានអត្ថប្រយោជន៍យ៉ាងណាទាក់ទងជាមួយនឹងការរួមគ្នាជាកម្លាំងនេះលោកបណ្ឌិតឆោតបន្ថនដែលជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកធ្វើការអធិប្បាយបន្ថែមដើម្បីលោកអ្នកបានយល់ទាក់ទងជាមួយនឹងរឿងរ៉ាវនេះទាំងអស់គ្នានៅពេលដែលយើងឆ្លោះរវាងខ្មែរដោយដែលយើងកាលចំនួនសង្គ្រាមស៊ីវិលជាដើមគឺខ្មែរវាយគ្នាឯងអាចមិនត្រឹមតែវាយគ្នាឯងទេពឹងបរទេសដើម្បីជួយវាយគ្នាឯងឲ្យឆាប់ឈ្នះចាញ់ទៅទៀតប៉ុន្តែនៅពេលនេះគឺមិនមែនខ្មែរឆ្លោះគ្នាទេគឺខ្មែរត្រូវគេរំលោភត្រូវគេឈ្លានពានដូច្នេះសំខាន់ណាស់គឺទាំងអ្នកនយោបាយក្តីទាំងអ្នកជំនាញទាំងអ្នកសារព័ត៌មានក្តីទាំងប្រជាពលរដ្ឋទាំងក្នុងស្រុកទាំងក្រៅស្រុកត្រូវតែរួបរวมសាមគ្គីគ្នាការរួបរวมសាមគ្គីគ្នានេះជាគ្រឹះមួយសំខាន់សម្រាប់ការការពារជាតិហើយបើសិនជាយើងបែកបាក់គ្នាហើយគឺសត្រូវគេអមែនទែនគេសប្បាយមែនទែនបាទអញ្ចឹងរឿងឥឡូវយើងត្រូវចែកជាពីរទី1គឺរឿងចំនួនរវាងខ្មែរថៃទី2រឿងផ្សេងដែលជាទស្សនៈខ្ញុំលើកឧទាហរណ៍មកថាឥឡូវរឿងអ្នកណាក៏ទទួលស្គាល់ថាយើងមានអំពើពុករលួយមួយចំនួនមានភាពប្រក្រតីមួយចំនួននៅក្នុងប្រព័ន្ធគ្រប់គ្រងដឹកនាំអាហ្នឹងជារឿងមួយប៉ុន្តែនៅពេលដែលយើងនិយាយរឿងព្រំដែនខ្មែរថៃរឿងចំនួនខ្មែរថៃនេះត្រូវនិយាយដោយឡែកកុំយករឿងផ្សេងមកបូកចូលហើយកាលណាយើងដោះរឿងមកកញ្ចប់យករឿងផ្សេងមកបូកចូលជាមួយគ្នាហ្នឹងយើងដោះចេញនេះនៅពេលហ្នឹងយើងនៅតែមើលឃើញថា
រដ្ឋាភិបាលធ្វើអត់កើតរដ្ឋាភិបាលមិនធ្វើបានល្អមិនត្រឹមត្រូវហើយចង់បញ្ជាក់ថាអាដាមដិតសូណារ៉ូលោកលើកឯថារដ្ឋាភិបាលមានរបៀបរបស់លោករបៀបគ្រប់គ្រងរដ្ឋមួយមិនមែនដូចជាតាមការនឹកឃើញការចង់បានរបស់យើងធ្វើទេឲ្យមកថាតាក់ទងរឿងថាឥឡូវទាហានថៃនគរប៉ូលីសថៃឬក៏អាជ្ញាធរថៃចូលមកយកសួរថាតើយើងយកប៉ូលីសយើងទៅប្រើទេយើងយកទៅនេះទេអត់ទេតាមពិតមែនទែនថៃគាត់មិនចេះខ្មាស់អៀនគាត់អាងគាត់ប្រទេសធំមែនទែនទៅច្បាប់ផ្ទៃក្នុងរបស់ប្រទេសនីមួយគឺអនុវត្តបានតែដៃក្នុងដែនអធិបតេយ្យរបស់ខ្លួនទេមិនអាចយកមកអនុវត្តនៅដែនអធិបតេយ្យរបស់ប្រទេសមួយទៀតទេហើយបើសិនជាកន្លែងមួយដែលវាជាកន្លែងនៅប្រទេសបន្ទង់មិនច្បាស់លាស់រឹតតែមិនអាចប្រើបានទៀតនៅពេលដែលគណៈកម្មការព្រំដែនរួមនឹងគេមិនទាន់បែងចែកគ្នាដោះស្រាយគ្នាហើយតែថៃគាត់ហ៊ានធ្វើដោយសារអីដោយសារតែគាត់ទីមួយគាត់មិនខ្មាស់អៀនទីពីរគាត់អាងគាត់ខ្លាំងហើយគាត់ជ្រើសរើសយកជំរឿសបែបហ្នឹងតែយើងមិនជ្រើសរើសយកជំរឿសបែបហ្នឹងទេអញ្ចឹងឲ្យវិលមកវិញថាក្នុងកលៈទេសៈណាក៏ដោយនៅពេលដែលខ្មែរមានបញ្ហាដោយសារបរទេសឈ្លានពានកម្លាំងសាមគ្គីគឺជាកម្លាំងមួយដែលសំខាន់បំផុតទី1ទី2គឺរឿងណាដែលជាទស្សនៈជាការយល់ឃើញផ្សេងក្រៅពីរឿងហ្នឹងទុកវាសិនទៅតែប្រើប្រាស់កម្លាំងសាមគ្គីហើយជឿជាក់ហើយយើងប្រើហៅថាយន្តការឬក៏វិធីសាស្ត្រទាំងការទូតទាំងផ្សេងៗទាំងអស់ដែលរដ្ឋាភិបាលលោកបានសម្រេចពីព្រោះថាប្រសិនបើរដ្ឋាភិបាលទៅផ្សេងកងកម្លាំងទៅផ្សេងប្រជាពលរដ្ឋទៅផ្សេងរឿងហ្នឹងយើងអត់អាចទេយើងរឹតតែហុចដងដាវឲ្យសត្រូវរបស់យើងថែមទៀត